ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីនៅបណ្ឌិតសភានគរបាលកម្ពុជានៅព្រឹកថ្ងៃទី9 ខែមីនាឆ្នាំ2026ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអញ្ជើញជាអធិបតីភាពដល់ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាលចំនួនទី13ចំនួន207នាក់នារី64នាក់និងសិស្សនគរបាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញនគរបាលចំនួនទី1ចំនួន100នាក់នារី30នាក់សរុបចំនួន307នាក់នារី94នាក់នៅបណ្ឌិតសភានគរបាលកម្ពុជាជាកិច្ចចាប់ផ្ដើមអាដាមនាដាមសនីសាស្ត្រាចារ្យឯកមនុស្សសែនប្រធានបណ្ឌិតសភានគរបាលកម្ពុជាបានថ្លែងសន្ទរកថាស្វាគមន៍និងរាយការណ៍សង្ខេបអំពីលទ្ធផលនៃការងារបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាលចំនួនទី13និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញនគរបាលចំនួនទី1រួមនឹងសមិទ្ធផលនានាជាច្រើនពិសេសអំពីកំណែទម្រង់ដែលបណ្ឌិតសភានគរបាលបាននឹងកំពុងធ្វើយ៉ាងសកម្មលើការងារស្នូលសំខាន់ៗដូចជាការដឹកនាំការបណ្ដុះបណ្ដាលការស្រាវជ្រាវមន្ទីរពិសោធន៍សារមន្ទីរនិងការងារ Digital ព្រមទាំងអនុវត្តផែនការយុទ្ធសាស្ត្រដំណាក់កាលទី3ផែនការស្រាវជ្រាវមន្ទីរពិសោធន៍និងផែនការអភិវឌ្ឍធនធានគ្រូឯកឧត្តមអភិសន្តិបណ្ឌិតបានលើកឡើងថាដោយមើលឃើញទូនីតិនិងភារកិច្ចរបស់កងកម្លាំងនគរបាលជាតិមានសារៈសំខាន់សម្រាប់ប្រទេសជាតិរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពឆ្លៀសវៃបំផុតរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវកម្មវិធីនយោបាយអភិវឌ្ឍនិងលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទឯកឧត្តមអភិសន្តិបណ្ឌិតបានថ្លែងកោតសរសើរប្រកបដោយមោទនភាពយ៉ាងខ្លាំងអំពីការវិវត្តរីកចម្រើនរបស់បណ្ឌិតសភានគរបាលកម្ពុជាសាលានគរបាលជាតិមិត្តភាពកម្ពុជាវៀតណាមនិងសាលានគរបាលភូមិភាគទាំង6ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរឹងនិងទន់ការបំពាក់ឧបករណ៍សម្ភារៈកែលម្អសោភ័ណភាពដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងស្តង់ដារគុណភាពលើការងារបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកកងកម្លាំងព្រមទាំងបានថ្លែងអំណរគុណដល់សប្បុរសជនដែលបានជួយអភិវឌ្ឍបណ្ឌិតសភាក្រសួងមហាផ្ទៃនៅតែបន្តគាំទ្រឧបត្ថម្ភនិងផ្ដល់អាទិភាពខ្ពស់ដល់ការងារបណ្ដុះបណ្ដាលដើម្បីកសាងធនធានមនុស្សផ្នែកកងកម្លាំងសម្រាប់បន្តវេនពីមួយជំនាន់ទៅមួយជំនាន់ឯកឧត្តមអភិសន្តិបណ្ឌិតទទួលស្គាល់ថាក្រោមស្មារតីកែតម្រង់ទស្សនៈទំនើបកម្មនិយមគំនិតច្នៃប្រឌិតនិងនវានុវត្តន៍ខ្ពស់បណ្ឌិតសភានគរបាលកម្ពុជាបានបន្តបង្កើតស្នាដៃសមិទ្ធផលថ្មីៗនិងមានវឌ្ឍនភាពជាបន្តបន្ទាប់ដែលមិនត្រឹមតែឆ្លើយតបទៅនឹងតម្រូវការបណ្ដុះបណ្ដាលប្រកបដោយគុណភាពនិងស្តង់ដារខ្ពស់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានលើកកម្ពស់សមត្ថភាពប្រកួតប្រជែងក្នុងតំបន់និងលើឆាកអន្តរជាតិផងដែរស្នាដៃទាំងនេះគឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងកម្លាំងនគរបាលជាតិដែលមានវិជ្ជាជីវៈខ្ពស់សុចរិតភាពស្មារតីបម្រើប្រជាពលរដ្ឋនិងភាពស្មោះត្រង់ចំពោះជាតិក្នុងឱកាសនោះឯកឧត្តមអភិសន្តិបណ្ឌិតសូមគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរៈកងយោធពលខេមរៈភូមិន្ទនិងវីរៈនគរបាលជាតិដែលបាននឹងកំពុងឈរជើងជាប្រចាំនៅសមរភូមិមុខនៃព្រំដែនកម្ពុជាថៃដើម្បីការពារបូរណភាពទឹកដីខ្មែរឯកឧត្តមអភិសន្តិបណ្ឌិតបានថ្លែងការកោតសរសើរដល់បងប្អូននិស្សិតនគរបាលជ័យលាភីទាំងអស់ដែលបានខិតខំសិក្សាទទួលបានជោគជ័យព្រមទាំងបានផ្ដាំផ្ញើឲ្យបន្តការសិក្សាដកស្រង់បទពិសោធន៍ពង្រឹងនិងពង្រីកចំណេះដឹងឲ្យកាន់តែទូលំទូលាយបន្ថែមទៀតដើម្បីបំពេញភារកិច្ចទទួលខុសត្រូវបានល្អប្រសើរជូនជាតិនិងប្រជាពលរដ្ឋជាចុងក្រោយឯកឧត្តមអភិសន្តិបណ្ឌិតសសុខាបានផ្ដល់កិត្តិយសប្រគល់សញ្ញាបត្រដល់តំណាងនិស្សិតនគរបាលជ័យលាភីចំនួន25នាក់និងអញ្ជើញប្រគល់ដាវជ័យលាភីកិត្តិយសដល់ជ័យលាភីជានិមិត្តរូបចំនួន5នាក់